សូមបងលើវាទាញបានចប់មួយទៀតហើយ44 phe ចុច97នេះគឺក្រាបវាគឺស្មើនេះអញ្ចឹងបងបកខៀវហ្នឹងគឺវាទាញមកគឺវាស្មើនេះគឺវាបានអស់ហើយបាទជម្រាបសួរមេហើយនេះហើយតែហើយបាន4តែអាមួយទៀតគាត់យកទៅបាត់ទៅបានថតបានអីគាត់ប្រញាប់អូគ្នាគាត់យកទៅលើកមុនអានេះគឺធ្វើហើយមេបាទចាំមេនេះហើយអស់ហើយពេលតែគុយលីជោមនេះមានគុណភាពខ្ពស់បងប្អូនអានេះតម្លៃវា110 45 phe 12 V ទិញទៅគឺបានមកកាផ្លែហ្នឹងបងទិញទៅបានមកកាផ្លែហ្នឹងបងប្អូនគឺមានដុំសាកមួយគុយមួយតម្លៃ110ហ្នឹងបងប្អូននេះគឺយើងរៀបចេញជូនគាត់រៀបរួចរាល់អស់ហើយក៏បានតេស្ត discharge មើលឲ្យអស់ដែរបងប្អូនចាំមើលក្នុងវីដេអូហ្នឹងទៅគឺសិតតែគ្រប់ចំនួន phe អស់ហើយវា BMS វាបិទអញ្ចឹងទៅវាអត់ឡើងដល់45ទេវាបានតែ44.9ជាង8ជាងអញ្ចឹងបងតែនេះគឺ BMS ប្រភេទ Active Balance គឺវាទុកកម្លាំងភ្លើងវានៅក្នុងថ្មខ្លះវាអត់ចេញអស់ទេបើកាលណាចេញអស់ពេកវាធ្វើឲ្យអាយុកាលក្នុងការប្រើប្រាស់ហ្នឹងគឺវាឆាប់ខូចវាមិនខុសឲ្យពីអគុយទឹកបងប្អូនអគុយទឹកវាអត់មានអីសម្រាប់ទប់វាទេពេលដែលយើងចុចរហូតដល់វាអស់បានយើងប្រើរយៈពេល3ខែ1ខែវាខូចហ្នឹងខ្លះខូចទាំងថ្មីក៏មានដែរតែប្រភេទនេះអត់ទេដូចបងប្អូនមើលនៅក្នុងនេះទៅតែយើងបានដាក់នៅក្នុងវីដេអូហ្នឹងគឺ scrap របស់វាហើយនឹងប៉ែវវាគឺគ្រប់ចំនួនពេញលេញដែលយើងត្រូវប្រើហើយអញ្ចឹងគ្រប់អីវ៉ាន់គឺដល់តែបែបហ្នឹងទាំងអស់បងប្អូនបានខាងពូផ្លោកដាក់ឲ្យបងប្អូនខាងផ្លោកដាក់ឲ្យបត់គ្រប់ទៀតដាក់ឲ្យទេសុកចិត្តខូចជាខ្វះជានៅកន្លែងជាងធ្វើឲ្យថ្មីទៀតអត់ឲ្យខូចជាហើយបងប្អូនមិនភ័យថាបោកទេបងប្អូនអត់បោកទេព្រោះអីការងារយើងរកស៊ីតែប៉ុណ្្នឹងមកយើងបោកភ្ញៀវចប់ហើយអាចទិញឲ្យទំនុកចិត្តបានអាគុយនេះគឺអាគុយការពារជំរាបទឹកបងលិចតាំងអាគុយបានលិចចូលក្នុងទឹកហ្មងអត់ភ័យជ្រាបទេបើជ្រាបផ្ញើវិញចុះអត់បញ្ហាទេនេះគឺយើងរៀបចំជូនរួចរាល់ហើយមកគ្រឿងមុនគាត់យកទៅបាត់ហើយអញ្ចឹងទៅគាត់ប្រញាប់យើងក៏បានដាក់ឲ្យគាត់ទៅមុនទៅហើយគឺយើងរៀបរាល់រួចរាល់អស់ហើយបើវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនត្រូវការអាចតាក់ទងខាងប្លោកបានអាគុយលីជោមានគុណភាពខ្ពស់គ្រប់អាំពែដែលបងប្អូនចង់បានអាចកំងបានគឺលេខទូរស័ព្ទ07 495 495អរគុណច្រើនបាទហើយបងប្អូនទិញបាន44 phe 44.71អាហ្នឹងវា BMS វាຕົកនៅក្នុងនឹងខ្លះអញ្ចឹងបងប្អូនຕົកនៅក្នុងនឹងខ្លះយើងបាន44ចាំន័យថាគឺការទាញគឺវាត្រឹមត្រូវហើយគឺវាគ្រប់គ្រាន់ហើយអញ្ចឹងវីដេអូហ្នឹងអាហ្នឹងគឺនេះអាទី1បងនេះអាទី2បងគឺដូចគ្នាបងប្អូនគឺ44.75នេះតែក្រាបរបស់វាបងនេះក្រាបរបស់វាគឺរបៀបហ្នឹងបងនេះឃើញទេវាឡើងមកគឺវាស្មើឆិញអញ្ចឹងហ្នឹងបងប្អូនគឺអត់ចុះទេប្រភេទអាគុយលីជោមគឺបែបហ្នឹងបងប្អូនវាប្រើរហូតដល់លុតភ្លឹប BMS វាបិទអានេះគឺ BMS វាបិទមិនបិទហ្នឹង